Bàថ្ងៃនេះគឺមេជាងចាប់ផ្ដើមសាងសង់រោងមន់ហើយបងប្អូនមិនឃើញនេះគឺជាសកម្មភាពដែលគាត់កំពុងតែមមាញឹកក្នុងការសាងសង់ឲ្យបានមុនចូលឆ្នាំនៅជាការរបស់ខ្ញុំក្នុងការចិញ្ចឹមមន់គឺសំខាន់បំផុតរោងមន់គឺយើងត្រូវតែរៀបចំឲ្យបានស្អាតជាមុនសិនមិនថាទីធ្លាក្នុងការចិញ្ចឹមមិនថារោងសម្រាប់ដាក់មន់ចិញ្ចឹមគឺយើងត្រូវតែគិតដល់ចំណុចហ្នឹងអ្វីដែលពិសេសគឺបរិស្ថាននៅជុំវិញយើងគឺកុំឲ្យចិត្តអ្នកភូមិខ្លាំងពេកបើសិនជាអាចយើងគួរគម្លាតពីអ្នកភូមិឲ្យបានត្រឹម500ម៉ែត្រអីទៅដើម្បីកុំឲ្យជះក្លិនទៅដល់អ្នកភូមិរបស់យើងបាទពេលព្រឹកនេះមេឃគឺស្រទុំល្អមែនតើបងប្អូននេះគឺជាសកម្មភាពមេនិងមេធំកំពុងតែដើរត្រួតពិនិត្យការដ្ឋានការងាររបស់ជាងបាទឥឡូវនេះគឺជាងកំពុងតែមមាញឹកវាស់នឹងផ្សារស្ទង់ទៅសដើម្បីធ្វើយ៉ាងណាឲ្យទ្រុងមន់របស់យើងមានសុខភាពតូចតែធ្វើឲ្យស្អាតកុំឲ្យតូចហើយមើលបញ្យលណាបងប្អូនបាទជាពិសេសគឺទីនេះគឺយើងធ្វើយ៉ាងណាបងប្អូនអាចធ្វើដោយដែកក៏បានយើងអាចធ្វើដោយឈើក៏បានដែរបាទក្នុងការចិញ្ចឹមណាបាទឃើញជាងគាត់កំពុងតែកាត់ដែកហើយសំងឥតអីគឺខ្ញុំបានទិញរួចរាល់ហើយដែរខាងយោបងជាងតែច្រឡំបានមេកន្លែងទុំមួយថ្ងៃទៅនេះបដ ாய் ល្អបាទផ្សារចាប់ខ្លួនឯងហើយជីកចំដៅថាហាក្តៅចាប់តដែកក្តៅដែរឥឡូវនេះយើងមកមើលមេឃបាទសតុំពេញមួយថ្ងៃតែម្ដងថ្ងៃនេះហេងមែនតើធម្មតាថ្ងៃចូលឆ្នាំគឺมันមានភាពត្រជាក់ល្អជាងនេះគឺមានតែកម្ដៅក្តៅឥឡូវនេះគឺត្រជាក់ស្រួលបាទត្រជាក់យ៉ាងណាក៏អ្នកកាប់រណ្ដៅដូចជាខ្ញុំហើយនឹងបងប្រុសជាងហ្នឹងគឺបែកញើសដូចតែគ្នាទេការធ្វើរោងមន់នេះគឺខ្ញុំសង្កេតមើលលក្ខណៈរបស់ជាងគេមិនមកដល់ធ្វើរបូរមុនទេគឺគេធ្វើដែកផ្សារអីរួចរាល់ហើយបានគេដាក់សសហើយបានគេលើកធ្នឹមអានេះគេហៅថាធ្នឹមក្បាត់ក៏បានណាធំហ្នឹងប្រៀបដូចជារៀបឥដ្ឋក្បាត់អញ្ចឹងណាបាទអាចនៅតាមដប់រោងមន់គឺជាការសំខាន់មែនទែនសម្រាប់បងប្អូនទាំងអស់គ្នាមិនថាខ្ញុំមិនថាបងប្អូនដែលកំពុងតែនឹងចាប់អាជីពសាងសង់រោងមន់បងប្អូនអាចមើលគំរូទ្រុងមន់ខ្ញុំនេះក៏បានដែរខ្ញុំអត់ធ្វើធំទេគឺខ្ញុំធ្វើប្រហែលជា12ម៉ែត្រគុណនឹង4ម៉ែត្របាទតាមលទ្ធភាពរបស់យើងណាបើសិនជាមានទៀតខ្ញុំនឹងបន្តទៅខាងនោះទៀតឲ្យពេញដីអញ្ចឹងណាហើយនឹងតទៅក្រោយទៀតបាទប៉ុន្តែនេះគឺជាការតេស្តសាកល្បងនៅដីថ្មីបាទកន្លែងថ្មីថាតើយើងអាចចិញ្ចឹមបានដែរឬទេឬក៏យើងជួបបញ្ហាខ្លះអញ្ចឹងទើបខ្ញុំធ្វើតូចប៉ុណ្ណឹងសិនហើយណាមួយថវិការបស់យើងក៏វាមានកំណត់អញ្ចឹងណាបងប្អូនចិត្តចូលឆ្នាំផងនៅសល់តែប្រហែលថ្ងៃទៀតចូលឆ្នាំហ្នឹងថ្ងៃនេះទី11ដែរ11 12 13 14 15 16ចូលឆ្នាំបដ ாய் អញ្ចឹងទុកលុយចូលឆ្នាំខ្លះជូនម៉ែជូនឪលោកតាលោកយាយអីណាបងប្អូនមើលមន់ខ្ញុំវាមកឆ្វែលរោងមន់ថ្មីវាថាដឹងតែផ្ទះអញហ្នឹងថ្ងៃអនាគតហ្នឹងហើយបងប្អូនបាទអញ្ចឹងនេះជាកន្លែងរោងមន់របស់ខ្ញុំអញ្ចឹងបងប្អូនគួរតែសាងសង់បែបនេះក៏បានបើសិនជាបងប្អូនថាខ្ញុំអត់សូវមានថវិកាឬថាលុយបងប្អូនអាចធ្វើជាលក្ខណៈឈើក៏បានដែរបងប្អូនប៉ុន្តែដោយសារនៅនេះគឺឈើវាថ្លៃប្រហាក់ប្រហែលនឹងដែកដែរដល់ពេលអញ្ចឹងយើងទិញឈើគេហើយនឹងទិញដែកសឹងតែប៉ុនគ្នាពេលខ្លះឈើថ្លៃជាងដែកអញ្ចឹងខ្ញុំក៏សម្រេចចិត្តទិញដែកឲ្យជាងធ្វើឲ្យវាស្អាតវាត្រង់ជាប់បានយូរណាបាទអញ្ចឹងខ្ញុំបែងចែកជា5បន្ទប់មានបន្ទប់សម្រាប់មេបាពូជសម្រាប់មន់ភ្ញាស់កូនសម្រាប់មន់ជំទង់សម្រាប់មន់សម្រាប់ត្រៀមលក់អញ្ចឹងណាខ្ញុំធ្វើ4បន្ទប់ខ្ញុំចែកជាផ្ទាំងហើយបាទអញ្ចឹងខ្ញុំដាក់មេបាពូជក្នុងមួយប្លុកនោះគឺយើងអាចដាក់បានច្រើនដោយសារមន់មកការ៉េគឺយើងអាចដាក់5ទៅ6ក្បាលចុះក្នុងប៉ុណ្ណឹងវា2 10ការ៉េមកបន្ទប់ណាបងប្អូនយើងគុណគូតាមហ្នឹងទៅបាន60 70ក្បាលហ្នឹងឯងច្រើនដែរបាទមើលអាកោករបស់ខ្ញុំគឺកំពុងតែមើលថែបាទនេះព្រោះមិនឃើញអញ្ចឹងល្អមែនតើអញ្ចឹងបើសិនជា70ក្បាលច្រើនមែនតើប៉ុន្តែយើងអត់ដាក់ដល់ប៉ុណ្ណឹងទេ70ក្បាលនេះគឺគុណសម្រាប់
មន់សាច់អញ្ចឹងណាតែបើសិនជាមេយើងដាក់ច្រើនដើមឡើងពេកវាណែនតែបើសម្រាប់កូនយើងអាចដាក់បានអញ្ចឹងណាអូខេអរគុណបងប្អូនហេងទាំងអស់គ្នាសួស្តីឆ្នាំថ្មី